សន្ទុះប្រាក់ដុល្លារបានកើនឡើងដល់97.8 កាលពីថ្ងៃប្រហ័សបន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងវគ្គមុនខណៈដែលអ្នកជួញដូរបានរង់ចាំទិន្នន័យកម្លាំងពលកម្មនិងអតិផរណាសំខាន់ៗដើម្បីកំណត់ការរំពឹងទុកសម្រាប់គោលនយោបាយរបស់ធនាគារកណ្ដាលការទាមទារសំណងភាពគ្មានការងារធ្វើប្រចាំសប្តាហ៍ដែលនឹងត្រូវបានបញ្ចប់នៅថ្ងៃនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងទៅលើភាពទន់ខ្សោយនៃទីផ្សារការងារនិងការកើនឡើងនៃការបញ្ឈប់ការងារខណៈដែលសន្ទុះតម្លៃការចំណាយរបស់អ្នកប្រើប្រាស់ហៅកាត់ថា PCE នៅថ្ងៃសុក្រនឹងផ្ដល់ការយល់ដឹងអំពីផលប៉ះពាល់នៃពន្ធលើអតិផរណាការអត្ថាធិប្បាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក Fed នាពេលថ្មីៗនេះបានធ្វើឲ្យមានការកើនឡើងបន្ថែមទៀតនៅទស្សនវិស័យសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ដោយទីផ្សារលែងដាក់ការទុកចិត្តទាំងស្រុងក្នុងការកាត់បន្ថយអត្រាការប្រាក់សម្រាប់ខែក្រោយនាពេលខាងមុខទីផ្សារអាចដាក់ការទុកចិត្ត 0.43% នៃការបន្ធូរបន្ថយអត្រាការប្រាក់នៅទូទាំងកិច្ចប្រជុំពីរដែលនៅសេសសល់របស់ Fed នៅក្នុងឆ្នាំនេះតម្លៃមាសបានធ្លាក់ចុះមកនៅក្រោមប្រហែល $3,730 ក្នុង1អោនកាលពីថ្ងៃប្រហ័សដោយបានដកថយការកើនឡើងរបស់ខ្លួនពីកម្រិតខ្ពស់បំផុតខណៈដែលទីផ្សារបានបន្តការយកចិត្តទុកដាក់ខ្លាំងលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកប្រធានធនាគារកណ្ដាលលោក Jerome Powell បានបញ្ចេញសម្លេងប្រុងប្រយ័ត្នដោយសង្កត់ធ្ងន់លើបញ្ហាប្រឈមការពិបាកដែលធ្វើឲ្យមានតុល្យភាពអតិផរណាជាប់លាប់ជាមួយនឹងទីផ្សារការងារដែលកំពុងធ្លាក់ចុះខណៈដែលមន្ត្រីរបស់ធនាគារកណ្ដាលអាមេរិក Fed នៅតែបែងចែកគ្នានៅក្នុងការយល់ឃើញអំពីគោលនយោបាយដោយខ្លះព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់បន្ថែមចំនួន2ដងទៀតនៅឆ្នាំនេះដោយអ្នកផ្សេងទៀតក៏បានផ្ដល់យោបល់នៅក្នុងការរងចាំតាមដានវាស់វែងឲ្យបានកាន់តែច្រើនជាងនេះនិងខ្លះទៀតគាំទ្រការបន្ធូរបន្ថយអត្រាការប្រាក់ឲ្យបានកាន់តែច្រើនថែមទៀតការលក់ផ្ទះថ្មីៗរបស់សហរដ្ឋអាមេរិកក៏បានកើនឡើងដោយមិននឹកស្មានដល់នៅក្នុងខែសីហាដល់ល្បឿនដ៏លឿនបំផុតរបស់ខ្លួនចាប់តាំងពីដើមឆ្នាំ2022មកដោយបានបន្ធូរបន្ថយការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចនិងធ្វើឲ្យមានភាពស្មុគស្មាញដល់ទស្សនវិស័យសម្រាប់ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតទន្ទឹមនឹងនេះផងដែរកំណើនតម្រូវការមាសដែលជាទ្រព្យមានសុវត្ថិភាពនៅតែត្រូវបានបន្តដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយខណៈដែលអង្គការ NATO បានព្រមានរុស្ស៊ីថាខ្លួននឹងប្រើប្រាស់វិធានការចាំបាច់ទាំងផ្នែកយោធានិងមិនមែនយោធាដើម្បីការពារខ្លួនខណៈដែលប្រធានាធិបតីលោក Donald Trump បាននិយាយថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ីមកវិញបាន